ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើខត្រីញ៉ាំខ្ញុំមានថែមជាមួយនឹងស្បែកជ្រូកហើយនឹងពងទៀតផងដែរបងប្អូនខ្ញុំបានកូរស្ករត្នោតឲ្យឡើងពណ៌ក្រហមបែបនេះបន្ទាប់មកខ្ញុំចាក់ត្រីហើយនឹងស្បែកជ្រូកពងទាចូលកូរវាមកត្រឡប់ពីត្រឡប់បែបនេះហើយថែមជាមួយនឹងម្រេចបន្តិចហើយខ្ញុំគ្របវាទុកសិនមួយសន្ទុះក្រោយមកចាក់ទឹកចូលថែមបងប្អូនឥឡូវនេះយើងត្រូវដួសពពុះដែលចេញជាតិចេញពីត្រីនិងស្បែកជ្រូកចេញចោលឲ្យអស់បងប្អូនដើម្បីឲ្យសម្លរបស់យើងមានពណ៌កាន់តែស្អាតបន្ទាប់មកខ្ញុំថែមជាមួយនឹងខ្ញីបន្តិចដើម្បីឲ្យមានរសជាតិឈ្ងុយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមគ្របវាទុករងាស់វាដើម្បីឲ្យវាឆ្អិនល្អបងប្អូនសម្លរបស់ខ្ញុំបានចាប់ផ្ដើមឆ្អិនហើយបងប្អូនឥឡូវនេះខ្ញុំបានដួសដាក់ចានទុកសម្រាប់យកទៅហូបជាមួយបាយបងប្អូនបើបងប្អូនមានស្លឹកខ្ទឹមកុំភ្លេចដាក់ស្លឹកខ្ទឹមថែមផងបងប្អូនដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ប៉ុន្តែខ្ញុំអត់មានអញ្ចឹងខ្ញុំអត់បានដាក់ទេអរគុណបងប្អូន